សូមស្វាគមន៍មកកាន់ Wisdom Sharing Hub ជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងអត្ថបទដែលមានចំណងជើងថាមនុស្សដែលអត់ទម្លាប់ឈប់ជាមនុស្សដែលនឹងជោគជ័យទី1តើហេតុអ្វីមនុស្សមួយចំនួនជោគជ័យខណៈដែលអ្នកផ្សេងបរាជ័យពួកគេមិនរង់ចាំឱកាសពួកគេបង្កើតវាឡើងពួកគេមិនបោះបង់បន្ទាប់ពីបរាជ័យដំបូងពួកគេបរាជ័យច្រើនជាងអ្នកធម្មតាពួកគេមិនរង់ចាំពេលវេលាល្អបំផុតពួកគេចាប់ផ្ដើមនៅថ្ងៃនេះបើអ្នកមិនឈប់អ្នកនឹងឈ្នះទី2តើអ្នកអាចអនុវត្តយ៉ាងណាដើម្បីក្លាយជាមនុស្សដែលមិនបោះបង់ជំនះភាពភ័យខ្លាចតើអ្នកភ័យខ្លាចបរាជ័យឬកុំឲ្យវាជាបញ្ហាប្រែវាជាប្រយោជន៍បរាជ័យមិនមែនជាចំណុចចុងបញ្ចប់នោះទេវាជាប្រតិបត្តិការសម្រាប់ជោគជ័យធ្វើការងារដែលអ្នកស្រឡាញ់ពេលដែលអ្នកចូលចិត្តអ្វីមួយអ្នកនឹងមិនបោះបង់ឡើយស្វែងរកអ្វីដែលមានន័យសម្រាប់អ្នកហើយបន្តឧស្សាហ៍ព្យាយាមជារឿយៗមានការតស៊ូនិងអត់ធ្មត់មិនមានអ្វីដែលងាយស្រួលនោះទេតែអ្វីដែលពិបាកជារឿយៗគឺមានតម្លៃចូលបន្តទោះបីជារឿងតូចប៉ុណ្ណាក៏ដោយពេលដែលអ្នកមិនឈប់អ្នកនឹងដល់គោលដៅទី3សូមចងចាំថាមនុស្សជោគជ័យមិនដែលបោះបង់បើអ្នកឈប់អ្នកនឹងមិនអាចឈ្នះបានទេ Michael Jordan អ្នកដែលអាចជោគជ័យមិនមែនអ្នកឆ្លាតបំផុតនោះទេតែជាអ្នកដែលមិនបោះបង់ Richard Branson ចាប់ផ្ដើមថ្ងៃនេះកុំឈប់កុំបោះបង់អ្នកនឹងឈ្នះសូមអរគុណចំពោះការតាមដានវីដេអូរបស់យើងខ្ញុំជូនពរលោកអ្នកមានសំណាងល្អទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយជួបគ្នាឆាប់ៗជាមួយនឹងវីដេអូក្រោយសូមអរគុណ